សម្លនឹងនិយាយទៅអត់ថាស្លម្ដងគឺអ្នកផ្ទះរបស់ខ្ញុំចូលចិត្តលេខ1ហ្មងគឺញ៉ាំស្លច្រើនជាងបាយបងប្អូនដោយសារតែទឹកស្លនឹងគឺមានជាតិមែនទែនគឺទឹកស្លថ្លាទេក៏ប៉ុន្តែគឺមានជាតិឆ្ងាញ់ណាស់គឺចិញ្ជាតិពីបន្លែផងហើយជាពិសេសបានជាមួយសាច់បកាយើងចិត្តផ្អែមទៀតណានិយាយពីថាមួយចាននឹងហត់ទៅដឹងតែបែកញើសខ្ចាយហ្មងហើយសម្រាប់ការធ្វើនេះគឺមានអីប្រហែលឯណាបងប្អូនចំពោះខ្ទឹមក្រហមហើយនឹងម្ទេសនេះគឺយើងបុកនឹងមិនចាំឲ្យម៉ត់ទេឲ្យតែវាចូលសព្វគ្នាហើយចាប់ផ្ដើមដាក់ជាមួយនឹងបកាក្រៀមនេះចូលទៅបុកម្សៅទៀតបកាក្រៀមបងប្អូនត្រាំទឹកចោលសិនណាត្រាំប្រហែលជា5នាទីអីទៅដើម្បីងាយស្រួលពេលដែលយើងបុកទៅវាឆាប់នឹងចូលជាតិបានល្អចំពោះរសជាតិស្លហ្នឹងបងប្អូនគេអត់ប្រើជាមួយនឹងប្រហុកអីទេគេប្រើជាមួយនឹងកាពិបរិមាណកាពិដែលខ្ញុំប្រើនេះគឺមានចំនួនកន្លះស្លាបព្រាបាយរសជាតិហ្នឹងគឺខ្ញុំយកមកល្មមមិនឲ្យដិតខ្លាំងពេកចឹងណាបើសិនជាបងប្អូនខ្លះគាត់ចាញ់ជាមួយនឹងក្លិនកាពិអីអាចប្រើជំនួសជាមួយនឹងទឹកត្រីគឺបានដូចគ្នាសម្រាប់សាច់វិញគឺយើងស្លជាមួយនឹងសាច់បកាបើសិនចង់ថែមជាមួយនឹងសាច់មឹកទៀតក៏បានដែរណាចំពោះបកាគឺយើងបកសម្បកវាចេញកាត់ក្បាលវាចោលរហូតដេកខ្នងចោលដូចគ្នាចំពោះបន្លែគឺមាន4មុខមានជាមួយនឹងផ្សិតចំបើងល្ពៅស្អំហើយនិងស្នៀតពោតការស្លគ្រាន់តែយើងដាក់ដាំទឹកឲ្យពុះបើសិនជាបងប្អូនចង់ថែមជាមួយស្លឹកគ្រៃទៀតក៏បានដែរណាតែសម្រាប់ខ្ញុំគឺខ្ញុំអត់ថែមទេប្រើតែជាមួយនឹងគ្រឿងបុកដែលខ្ញុំបុកមិញហ្នឹងគឺគ្រប់គ្រាន់ហើយរសជាតិចេញមកគឺឆ្ងាញ់ណាស់បងប្អូនបន្ទាប់ពីយើងដាក់គ្រឿងក្រៅបុកនឹងចូលហើយគឺយើងចាប់ផ្ដើមដាក់បន្លែដែលក្រោយឆ្អិនចូលមុនគេមានដូចជាស្នៀតពោតល្ពៅហើយនិងផ្សិតចំបើងបងប្អូនពេលដែលដាក់បន្លែ3មុខនេះចូលគឺខ្ញុំទុកខ្ទង់ប្រហែលជា3នាទីអីទេចាប់ផ្ដើមដាក់គ្រឿងផ្សំនឹងចូលតាមក្រោយទៀតចំពោះគ្រឿងផ្សំគឺខ្ញុំប្រើ3មុខមានជាមួយនឹងម្សៅស៊ុបអំបិលហើយនិងប៊ីចេងចំណែកស្ករគឺខ្ញុំអត់ដាក់ឯណាបងប្អូនដោយសារតែជាតិផ្អែមគឺចេញពីផ្លែល្ពៅហើយនិងស្នៀតពោតណាម្ហូបហ្នឹងខ្ញុំស្លរាល់ដងគឺប្រើបន្លែច្រើនណាបងប្អូនឡើងចម្រោះហ្មងក៏ប៉ុន្តែថ្ងៃនេះគឺធ្វើបែបរៀងឈិនឆៃទេប្រើតែបន្លែ4មុខហ្នឹងក៏ស្លឆ្ងាញ់ដែរសំខាន់ជាងគេពេលដែលយើងស្លជាម្ហូបអញ្ចឹងបងប្អូនបើសិនជាមានជាមួយនឹងស្អំអត់នាងលាក់ក៏បានដែរតែបើសិនជាអត់ស្អំគឺយើងត្រូវតែដាក់នាងលាក់មិនត្រូវនឹងស្លរបស់គេរសជាតិចេញមកឆ្ងាញ់ហ្មងចំពោះរសជាតិទឹកស្លហ្នឹងគឺបែបរៀងថ្លាទេក៏ប៉ុន្តែពេលដែលយើងញ៉ាំទៅគឺមានជាតិម៉េះបងប្អូនចេញជាតិពីបកាក្រៀមដែលយើងបុកដាក់នឹងផងហើយជាពិសេសសាច់បកាឡើងស្រួយហើយផ្អែមទៀតសូមបញ្ជាក់បងប្អូនណាចំពោះសាច់បកានេះពេលដែលយើងស្លជាម្ហូបអញ្ចឹងឬកឆាអីគឺយើងបង់តាមមួយភ្លោកបានទេណាកុំទុកឲ្យយូរពេកកាលណាបើសិនយើងស្លយូរពេកសាច់បកាវាទៅជារួញសាច់គឺទៅជាស្វិតញ៉ាំអត់សូវឆ្ងាញ់ទេអញ្ចឹងហើយសម្រាប់មួយមុខនេះបើសិនជាបងប្អូនចូលចិត្តជាប្រភេទបន្លែអញ្ចឹងអីកុំភ្លេចសាកធ្វើញ៉ាំផងណាសំខាន់ស្លមួយឆ្នាំងហ្នឹងធ្វើឆ្ងាញ់ហើយអស់លុយតិចទៀតបកាខ្ញុំទិញមកហ្នឹងអស់តែ10000រៀលរីឯផ្សិតចំបើង4000ស្នៀតពោត1000ល្ពៅ1000ស្អំ1500ចំណែកឯគ្រឿងក្រៅផ្សេងទៀតគឺមាននៅផ្ទះស្រាប់អញ្ចឹងហើយសរុបលុយទឹកអស់17000ណាបងប្អូននិយាយទៅស្លមួយឆ្នាំងហ្នឹងគឺខ្ញុំឆ្ងាញ់មែនទែនកុំភ្លេចថែមជាមួយនឹងទឹកត្រីញ៉ាំម្ទេសដាក់អាចចិត្តនឹងផងណាចាឥឡូវនេះការបង្ហាញមុខម្ហូបរបស់ខ្ញុំក៏បានរួចរាល់អស់ហើយថ្ងៃស្អែកយើងជួបគ្នាសារជាថ្មីអរគុណ